សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកដល់អ្នកទាំងអស់គ្នាទាក់ទងទៅនឹងការផ្ដាច់សេវាកម្មទូរស័ព្ទផ្សេងៗដែលយើងបានភ្ជាប់ដោយមិនដឹងខ្លួនហើយពេលដែលយើងបានបញ្ចូលលុយទៅវាចេះតែកាត់លុយយើងអញ្ចឹងវិធីសាស្ត្រនេះគឺយើងអាចអនុវត្តទៅលើគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់បើសិនជាអ្នកទាំងអស់គ្នាជួបបញ្ហាដោយដែលខ្ញុំបានរៀបរាប់ខាងលើសូមអ្នកទាំងអស់គ្នាមើលវីដេអូនេះដល់ចប់ទៅនោះអ្នកទាំងអស់គ្នានឹងអាចដោះស្រាយបញ្ហាក្រុមហ៊ុនទូរស័ព្ទកាត់លុយផ្ដេសផ្ដាស់បានហើយអញ្ចឹងយើងចូលមកកន្លែងផ្ទាំងចុចលេខទូរស័ព្ទនឹងមកបន្ទាប់មកយើងចុចសញ្ញាផ្កាយលេខ1លេខ2លេខ0 2ដងនិងសញ្ញាទ្រង់ជ្រូកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចបញ្ជូនទៅបន្ទាប់ពីអ្នកទាំងអស់គ្នាចុចចឹងហើយវានឹងលោតមកមាន2ជម្រើសដែលជម្រើសទី1នោះគេដាក់ថាបង្ហាញឈ្មោះសេវាកម្មទាំងអស់មានថាចំណុចទី1ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់មើលថាទូរស័ព្ទអ្នកទាំងអស់គ្នាបានភ្ជាប់នៅគម្រោងសេវាកម្មទូរស័ព្ទអីខ្លះអ្នកទាំងអស់គ្នាចុចលេខ1វានឹងបង្ហាញឈ្មោះគម្រោងទូរស័ព្ទដែលអ្នកទាំងអស់គ្នាបានភ្ជាប់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ផ្ដាច់សេវាកម្មអ្នកទាំងអស់គ្នាត្រូវចុចលេខ2អញ្ចឹងខ្ញុំចុចលេខ2ហើយចុចពាក្យ send អញ្ចឹងវានឹងមកដល់កន្លែងនេះវាមាន3ជម្រើសសម្រាប់យើងទី1គឺយើងចង់បញ្ឈប់សេវាកម្ម digital សេវាកម្ម digital ហ្នឹងឧទាហរណ៍បើសិនជាអ្នកនរគ្នាជាប់នៅគម្រោងមើលដូចជាមើលភាពយន្តឬក៏មើលអីផ្សេងៗអញ្ចឹងអាហ្នឹងហៅថាសេវាកម្ម digital ហើយចំណុចទី2នេះសម្រាប់សេវាកម្មទូរស័ព្ទឧទាហរណ៍អ្នកនរគ្នាភ្ជាប់សេវាកម្មដូរលុយផ្សេងៗអញ្ចឹងណាអញ្ចឹងបើសិនអ្នកនរគ្នាចង់ផ្ដាច់នៅសេវាកម្មទូរស័ព្ទសូមអ្នកទាំងអស់គ្នាជ្រើសរើសយកលេខ2អញ្ចឹងអ្នកទាំងអស់គ្នាចុចលេខ2មកបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យ send ទៅនៅត្រង់ចំណុចនេះវានឹងលោតមកសួរយើងបញ្ជាក់ថាយើងចង់ផ្ដាច់មែនអត់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ផ្ដាច់អ្នកទាំងអស់គ្នាចុចលេខ1អ្នកទាំងអស់គ្នាចុចលេខ1ហើយសូមចុចពាក្យ send ទៅតែបើអ្នកទាំងអស់គ្នាថាអត់ចង់ផ្ដាច់ទេអ្នកទាំងអស់គ្នាចុចលេខ0ហើយចុចពាក្យ send ទៅនោះវានឹងត្រឡប់ទៅធម្មតាវិញដូចខ្ញុំអញ្ចឹងខ្ញុំអត់ចង់ផ្ដាច់ទេអញ្ចឹងខ្ញុំជ្រើសរើសយកលេខ0បន្ទាប់មកខ្ញុំចុចពាក្យ send អញ្ចឹងសម្រាប់ការបង្ហាញតាក់ទងនឹងការផ្ដាច់សេវាកម្មទូរស័ព្ទផ្សេងៗនេះគឺខ្ញុំមានតែប៉ុណ្ណឹងហើយសំណូមពរសូមបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងផ្សេងៗទៀតហើយជាពិសេសនោះគឺ channel នេះដែរគឺខ្ញុំធ្វើពីព័ត៌មានខ្លះនិងចំណេះដឹងទូទៅខ្លះអញ្ចឹងបងប្អូនអ្នកនរគ្នាជួយចុច like ជួយចុច subscribe ឬក៏ចុច like ម្នាក់មួយទៅដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតសូមអរគុណ